រៀនរំលឹកទី34ផ្ញើជើងកងខ្នខ្មក្រខ្លការអានព្យាង្គកងអេកងែខ្នអូខ្នខ្មអឿខ្មឿក្រអាំក្រាំខ្លអុសខ្លោះក្រអ៊ំក្រំខ្មអាយខ្មែរខ្នអ៊ូខ្នួខ្នអូខ្នខ្លអស់ខ្លះក្រអមក្រំកងអីកងៃ ខ្មអ៊ីខ្មៀកងអាកងាខ្លអៃខ្លៃកងអាកងាការអានពាក្យក្រសអាំសាំងសាំងក្រសាំងខ្លអាយខ្លែងខ្លែងខ្លអាខ្លាយខ្លាយខ្លែងខ្លាយខ្នអេខ្នែកខ្នែខ្នក៏ខ្នបតមួយខ្នខ្នែខ្នខ្មអេក្មេងក្មេងខ្មអាខ្មាងខ្មាងក្មេងខ្មាងកងអេកងែចកងែកងក៏កងបតមួយកងកងែកងខ្លអាខ្លាហោអាហានណែហានខ្លាហានក្រសអាសារសាក្រសាខ្លអាយខ្លែបបខ្លែបខ្លអេក្លេនៅក្លិនខ្លែបក្លិនក្រអ៊ីក្រៀមមកក្រៀមក្រអមក្រមក្រៀមក្រមក្រអ៊ីក្រៀមមកក្រៀមក្រអស់ក្រោះក្រៀមក្រោះដកអាដើមមកដើមកងអៅកងអៅកងៅអង្គកងៅដើមកងៅខ្នអង្គខ្នបតមួយខ្នខ្នអេខ្នែអង្គខ្នែខ្នខ្នែការអានល្បះក្មេងខ្មាងមានរឹកពៀខ្នែខ្នគួខ្នាញ់ប៉ូលីសក្រុងចាប់ទំនិញខ្លែងខ្លាយកងានដើរដកកងែកងក់ចិត្តដើមកងោកការអានអត្ថបទខ្លីក្មេងៗនិងក្រសាក្មេងៗទៅចាប់ក្តាមក្នុងបឹងកងោកក្មេងៗទុកខោអាវក្រមាក្តាមក្រោមដើមក្រសាំងក្រសាធំក្លិនក្តាមហើក្រវ៉ែបឹងកងោកក្រសាចង់ឆក់ក្តាមតែឆក់បានក្រមាក្មេងៗក្លាហានរត់ដេញក្រសាក្រសាកោតក្រែងក្មេងៗទើបលែងក្រមាមកវិញ